ตาขยมป้าปูเกนั่งตัวบ้านรางวัลได้หรือเตตึงส้มออกอซาตรงจากเตะบ้านป้าสะสกุมรัดแผ่นได้ตัวบ้านทำปูวิญญาณนิดดับชนำวิปัจจีสมนั่งตัวแมนสรุปยกทำปูวิญญาณนิดตึงส้มออกอซาตรงจากเตะบ้านป้าสะสกุมรัดแผ่นได้ตัวบ้านทำปูวิญญาณนิดดับชนำมันนึกสมันธาเติมแต่มวยเพลททำปูวิญญาณนิดกระบอกขยมริจมรานดอมหลังซอทั้งเตียงตุ่มลีดอกกำลังตีปีติดปัจจีสมนั่งตัวแมนละออนนะเต้าไตกำติดทำโปนิกในเลิมชูนิตีเฮียนนิกแต่งใบนิกเติบหนึ่งชกวีประหาดอเปปราทำโปนิกให้เฮ้โลกเย่ขี้มกจุบโลกเย่ให้บาเซนโลกเย่มันโยปรมเตกรอนแต่กอบมวยหมอกตึงส้มออกอซาตรงจากเตะบ้านป้าสะสกุมรัดทานสู้ตัวบ้านทำปูนิดดับชนำสรุปยกทำโปนิกขยมจำบานทาสะสบกำรัดทานสุกลางเตออาจป้าบานจรานดองสะเมอทาตาเนออาจป้าบานเอาไว้ตีดตึงส้มออกอซาตรงจากเตะบ้านป้าสะสกุมรัดทานสู้ตัวบ้านกุมปีเตะกุมรัดทานสู้เคว้งยิงกงกุมปีเต็บกำรัดทานสุกกุมปีเต็บกำรัดทานสุกกุมปีเคว้งยิงกงคือสะสมสำหรับแต่เรียงกายเพชรเสรปนเนาะมาจับเตะเจียบรอมันอาจฝึกหัดบานเตนี่อันจังตุกออยแนบเซงเตอโลกเย่ส้มขยมเลิกนี้แต่ตัวบ้านกำนับละอจริงนี้แต่ตีดมีเรื่องไอ้ประปอนเนี่ยมันบ้านนี่ยัยทาสะสบกำรัดทานสุกอาจแต่ตัวบ้านรางวัลจรานดองเตสะสบกำรัดทานสุกก็มีกำรัดได้สะสบนิการในรู้คือเติมไตกำรัดเซียนเรนจรานบ่มพอดคือตัวบ้านรางวัลปีดองปนเนาะมันไอเตก็มันจัดตกทาขาดได้ชูเมอร์โฟปาวชิมสัตว์โรคบ้านซ่อมเพระปีอย่างเตียดได้โลกมาจากขยมจังบานอย่างไม่ไอ้ฝึกหัดบานเต้ขยมเกิดทาวิสะสำตายสำหรับสตรีฝึกหัดเตโดยชนิดก็ยกมาเองนี่จีกุมปีเต็บกำรัดทานสุกกู้แต่อาจจุยไอ้ตุมลีกำรัดมนุษย์ธรรมดาเช่นดอกกำรัดซีนเรนบานนี่บองเทียนขยมฝึกหัดมันเนี่ยไอ้มันกาเตฮะไอ้จังไอ้ตระก้าไว้ติดปรับขยมมกขยมเตอรกไอ้เสียเพิ่นนิยัยทาเตรก้าบรอได้เมียนทำปูวิญญาณถ้าเฮาอาจบันดอกบันดาบานสไอองสไรขยมสมโตขยมเหมือนบ้านยกจัดตุกดะเติบเฟือเอาบ่มเปลี่ยนเนี่ยขยมหนึ่งยกวีเตอร์บองเทียนโอนจองสไอจีมวยเนี่ยสไอบองเทียนปอนสไรเนี่ยสะอาดนะบองเทียนขยมบานยกดมทมลิงซาซีหมกการฝึกหัดในเลวีประให้จีอาจบังการประสิทธิภาพរបស់គុណย้อนកងនៅតែអ្នកគិតបានល្អព្រះអង្គម្ចាស់នេះលីងជាងត្រូវបានរំជើងដោយអាវក្រោះពេជ្ររបស់យើងឥឡូវវារត់មិនរួចទេល្អណាស់ឥឡូវនេះពិតប្រាកដនៅលើទ្វីបធានសៀនកាន់តែតិចទៅហើយនេះលីងជាងគឺជាសត្វបរិសុទ្ធដែលកើតចេញពីការបង្កាត់ពូជរវាងនាគនិងសត្វលីងជាងវាមានឈាមនាគនៅលើខ្លួនវាសម្រាប់វាអាចទទួលបានឈាមនាគពិតប្រាកដទោះជាវាជាពាក់កណ្ដាលពេញវ័យក៏ដោយប៉ុន្តែបើអាចស្រូបយកឈាមនាគក្នុងខ្លួនវាបានវាក៏អាចធ្វើឲ្យខ្ញុំឡើងមួយកម្រិតតូចដែរអ្នកជាអ្នកណាសូមឲ្យព្រះអង្គម្ចាស់ទី4ចូលរួមគ្រាន់តែពួកអ្នកឲ្យខ្ញុំងាប់
អ្នកពួកអ្នកគឺជាមហាបូជាចារ្យនៃធានឡុងមើនបង4មិនបានជួបគ្នាពីម្សិលមិញយ៉ាងម៉េចហើយលោកប៉ាអ្នកចង់សម្លាប់បងប្អូនអ្នកណាថាខ្ញុំចង់សម្លាប់បងប្អូនបង4អ្នកចង់សម្លាប់នាគលីងជាងវាមិនមានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេលោកប៉ាអ្នកមិនគិតថាអ្នកឈ្នះខ្ញុំទេមែនទេមានរឿងអីហេតុអីខ្ញុំកម្រើកមិនរួចថាមពលក៏ត្រូវបានក៏ដែរល្អណាស់បង4ដាំឡើយប៉ុន្មានថ្ងៃនេះអ្នកចិត្តណាមកភ្នំវូហិនបបាញ់ដើម្បីតាក់ទាញខ្ញុំមកទីនេះលោកប៉ាអ្នកក៏មិនឆោតល្ងងពេកដែរបង4មើលទៅខ្ញុំមើលស្រាវអ្នកហើយមិនមែនទេគួរតែនិយាយថាខ្ញុំមើលស្រាវស៊ូឈិនសៀងអ្នកប្រយ័ត្នថ្ងៃណាមួយត្រូវគាត់សម្លាប់ព្រះអង្គគុំចាស់4គុំស្ដាប់គាត់និយាយផ្ដេសផ្ដាសខ្ញុំតែងតែនៅខាងព្រះអង្គគុំចាស់4លោកប៉ាចិត្តស្លាប់ហើយនៅតែចង់ញុះញង់ទៀតវីលោកប៉ាលីហើយថ្ងៃនេះឆ្នាំក្រោយខ្ញុំនឹងមកជួបអ្នកនៅភ្នូតាមចាប់ខ្ញុំពិតជាមិនអាចឲ្យលោកប៉ารត់រួចទេធានព្រះអង្គម្ចាស់ទី4ព្រះអង្គម្ចាស់ទី8នឹងសងសឹកឲ្យខ្ញុំដោយសារទេពកោសល្យរបស់គាត់មិនដល់10ឆ្នាំគាត់នឹងគ្មានអ្នកណាប្រៀបបានទេដល់ពេលនោះអ្នកនឹងចុះមកនៅជាមួយខ្ញុំបន្តតាមចាប់ព្រះអង្គម្ចាស់ទី8ប្រើល្បឿនលឿនណាស់ទោះជាខ្ញុំជាកម្ពុជាអ្នកប្រយុទ្ធកម្រិតមួយក៏ដោយក៏ពិបាកនឹងតាមទាន់គាត់ដែរហើយបញ្ហាប្រញាប់បំផុតឥឡូវនេះគឺព្រះអង្គម្ចាស់ទី8លោកស៊ូឈិនសៀងយើងគួរធ្វើអ្វីឥឡូវនេះព្រះអង្គម្ចាស់ទី8ឥឡូវរងរបួសគាត់ប្រកាសជាមិនហ៊ានត្រឡប់ទៅរាជធានីវិញទេដរាបណាគាត់មិននៅទីនេះព្រះអង្គម្ចាស់4គួរតែទៅព្រះរាជវាំងភ្លាមព្រះរាជវាំងនោះព្រះរាជវាំងអ្វីព្រះអង្គម្ចាស់ធំមិននៅទេរៀបចំរឿងឲ្យរួចរាល់ភ្លាមដូច្នេះទោះគាត់វឹកហាត់បានល្អហើយត្រឡប់មកវិញក៏ដោយក៏មិនបាច់ខ្លាចគាត់ដែរប្រសិនបើគាត់ហ៊ានមកសងសឹកនោះគាត់នឹងបះបោរបង្ហាញខ្ញុំពេញមួយជីវិតថាខ្ញុំនឹងដាក់ទោសលោកប៉ាដល់ពេលនោះទោះជាធានឡុងមើនក៏មិនអាចជួយគាត់បានដែរត្រឡប់ទៅវាំងវិញព្រះអង្គម្ចាស់មើលទៅខ្ញុំនៅតែគិតល្អពេកហើយចៅហើយទៅជួយខ្ញុំសរសេរព្រះរាជចម្ការផ្ទេររាជបល្ល័ង្កក៏ទៅបាទចៅហើយអ្នកមិនឆ្ងល់ទេថាហេតុអ្វីខ្ញុំបានតែងតាំងលោកប៉ាជាព្រះអង្គម្ចាស់ស្និទ្ធស្នាលតែមិនផ្ទេររាជបល្ល័ង្កឲ្យគាត់ព្រះអង្គម្ចាស់ធ្វើបែបនេះប្រកាសជាមានហេតុផលរបស់ព្រះអង្គម្ចាស់ខ្ញុំគ្រាន់តែបម្រើព្រះអង្គម្ចាស់ឲ្យបានល្អទៅហើយទោះលោកប៉ាមានទេពកោសល្យខ្លាំងក៏ដោយប៉ុន្តែវិធីសាស្ត្រនយោបាយរបស់គាត់ខ្សោយពេកមិនអាចឈ្នះលោកទី4បានទេហើយនៅរាជវាំងនិងក្នុងជួរតបក៏គ្មានមនុស្សរបស់គាត់ដែរធ្វើការអ្វីក៏នឹងពិបាករីឯលោកទី4មានវិធីសាស្ត្រនយោបាយខ្លះចិត្តក៏ខូចខើប៉ុន្តែគ្មានទស្សនវិស័យហើយកញ្ជ្រោងចំណាស់ស៊ូចិនណាននេះក៏មិនមែនជាមនុស្សល្អដែរពេលខ្ញុំនៅរស់គាត់នៅតែធ្វើជាមន្ត្រីឲ្យលោកទី4បើខ្ញុំទៅហើយគ្រាន់តែលោកទី4ប្រហែលជាត្រូវគាត់ដកអំណាចចុងក្រោយរីឯព្រះអង្គម្ចាស់ផ្សេងទៀតក៏មិនបាច់និយាយដល់ដែរមានតែមេធំវាងយ៉ានទេដែលអាចធ្វើឲ្យរាជវង្សតៃឈៀនបន្តបាន100ឆ្នាំទៀតគាត់មានទេពកោសល្យល្អកម្លាំងខ្លាំងហើយតែងតែប្រយុទ្ធនៅតាមព្រំដែនមេតបក្នុងជួរតបស្មោះត្រង់នឹងគាត់ហើយចកចំណាស់លោកទី3នេះក៏ស្ដាប់តែមេធំដែរមានបងប្អូន2នាក់នេះនៅទីនោះព្រះអង្គម្ចាស់ពេលីងក៏ត្រូវតែគោរពដែររីឯប្រទេសផ្សេងទៀតនៅជុំវិញក៏មិនហ៊ានមើលងាយរាជវង្សតៃឈៀនរបស់យើងទេអ្នកណាហ៊ានស្រែកនៅទីនេះឆ្មាំណេណាព្រះអង្គម្ចាស់4លោកស៊ូឈិនសៀងព្រះអង្គម្ចាស់កំពុងសម្រាប់ពួកអ្នកយកដាវចូលទៅក្នុងវាំងមានន័យយ៉ាងម៉េចនៅមានន័យអ្វីទៀតបិតារាជវង្សរងរបួសធ្ងន់មិនអាចដោះស្រាយកិច្ចការរដ្ឋបានដូច្នេះខ្ញុំបានមកជួយបិតារាជវង្សចែករំលែកទុក្ខព្រះអង្គម្ចាស់4នេះចង់បង្ខំព្រះរាជវាំងកូនក្បត់អ្នកហ៊ានកុំខ្លាចគ្រាន់តែជាមនុស្សចិត្តស្លាប់តែប៉ុណ្ណោះ
ព្រះអង្គម្ចាស់4អ្នកចង់ធ្វើអ្វីរាជបល្ល័ង្កនៃណាឆ្មាំត្រូវបានយើងកំចាត់ហើយទៅស្លាប់ទៅចៅហៃឆ្មាំយកព្រះរាជចង្ការផ្ទេររាជបល្ល័ង្កមកមិនល្អទេហើយគុណកងបាត់ទៅហើយអ្នកណាមួយតាមចាប់វាទៅរស់ត្រូវឃើញមនុស្សស្លាប់ត្រូវឃើញសាកសពបិតារាជវង្សអ្នកផ្ទេររាជបល្ល័ង្កឲ្យអ្នកណាអ្នកមិនមែនផ្ទេរឲ្យអ្នកក្បត់ម្នាក់នេះទេហេតុអីមិនមែនជាខ្ញុំតាមចិត្តអ្នកដូចឆ្កែអស់ជាច្រើនឆ្នាំហើយតែអ្នកបែរជាផ្ទេររាជបល្ល័ង្កឲ្យអ្នកដទៃទៅវិញខ្ញុំមិនល្អត្រង់ណាដែលមិនស្មើពួកវាព្រះអង្គម្ចាស់បើអ្នកមិនចង់ស្លាប់ទេឆាប់ផ្ទេររាជបល្ល័ង្កឲ្យព្រះអង្គម្ចាស់4ទៅខ្ញុំស្លាប់ក៏មិនផ្ទេរដែនដីតៃឈៀនឲ្យអ្នកក្បត់ដូចអ្នកទេបិតារាជវង្សនេះគឺជាអ្វីដែលអ្នកបង្ខំខ្ញុំធ្វើលោកស៊ូឈិនសៀងខ្ញុំសម្លាប់បិតារាជវង្សហើយខ្ញុំគួរធ្វើយ៉ាងម៉េចឥឡូវនេះកុំភ័យព្រះរាជត្រាប្រចាំរាជវង្សមិននៅទីនេះទេព្រះរាជចង្ការផ្ទេររាជបល្ល័ង្កមិនអាចបានភ្លាមទេល្អសូម្បីតែសម្រាប់ស្ដេចក៏ធ្វើដែរចុះគ្រាន់តែចេញព្រះរាជចង្ការផ្ទេររាជបល្ល័ង្កខ្លាចអ្វីទៀតលោកស៊ូឈិនសៀងចុះការស្លាប់របស់បិតារាជវង្សយើងគួរប្រកាសយ៉ាងម៉េចទៅខាងក្រៅត្រូវដាក់ទោសកូនព្រះអង្គម្ចាស់ទី8មិនមែនរងរបួសហើយរត់ទៅធានឡុងមិនទេយើងទៅខាងក្រៅនិយាយថាព្រះអង្គម្ចាស់ទី8បានប៉ុនប៉ងក្បត់ស្ដេចបរាជ័យហើយរងរបួសក៏រត់ទៅធានឡុងមិនទៅល្អធ្វើបែបនេះទៅពិតជាអាចសម្រាប់អាសីពីដោយមួយដុំមែនហឺខ្ញុំចិត្តថ្លឹងដំរីហើយ